ផ្លែឈើ5ប្រភេទប្រសិនបើត្រីញ៉ាំជាប្រចាំជារៀងរាល់ថ្ងៃវាជួយការពារត្រីទៅលើបញ្ហាការបង្ករោគដូចជាមានរមាស់មានក្លិនមានរលាកឬស្ងួតជាដើមទី1គឺតាក់ទងជាមួយនឹងផ្លែក្រូចយើងដឹងហើយផ្លែក្រូចមិនត្រឹមតែជួយទៅដល់សុខភាពរាងកាយបង្កើនទៅលើប្រព័ន្ធភាពស៊ាំរក្សាបាក់តេរីល្អជួយឲ្យតំបន់មីរបស់យើងនឹងមានកម្រិតអាស៊ីតបាសល្អផងដែរទី2គឺតាក់ទងជាមួយនឹង blueberry ឬមួយក៏ cranberry គឺជាប្រភេទផ្លែឈើមួយដែលជួយទៅលើប្រព័ន្ធទឹកមាត់ឬមួយក៏តម្រងនោមរបស់ត្រីដែលជួយឲ្យយើងនឹងបង្ការទៅលើការបង្ករោគនៅតាមតំបន់នោះផងដែរទី3ផ្លែប៉ោមក៏វាសម្បូរទៅដោយសារធាតុវីតាមីនជាពិសេសវីតាមីន C ដូចគ្នាដែលជួយបង្កើនទៅលើប្រព័ន្ធភាពស៊ាំរាងកាយក៏ជួយឲ្យសុខភាពតំបន់មាសរបស់យើងនឹងមានផាសុខភាពល្អទី4ផ្លែម្នាស់គឺជាប្រភេទផ្លែឈើមួយប្រភេទដែលមិនត្រឹមតែជួយឲ្យតំបន់មាសរបស់យើងនឹងបាត់បញ្ហាក្លិនតែវាមានអង់ស៊ីមម្យ៉ាងជួយរក្សាបាក់តេរីល្អឲ្យលំហូរឈាមទៅចិញ្ចឹមសរីរាង្គតពូជរបស់យើងបានល្អការពារទៅលើការបង្ករោគទី5ផ្លែបឺគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយពពុះវីតាមីន E សារធាតុប្រេងពោះបង្កើនទៅលើភាពមានរំអិលច្រើននៅក្នុងតំបន់មាសការពារទៅលើបញ្ហាស្ងួតហើយក៏វាមានតួនាទីមួយជួយការពារទៅលើបញ្ហាក្លិននៅក្នុងតំបន់មាសផងដែរអញ្ចឹងសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងតែមានបញ្ហាដូចជារមាស់ក្លិនស្ងួតគាត់អាចសាកល្បងញ៉ាំប្រភេទអាហារផ្លែឈើខាងលើហើយបើបានផលយ៉ាងណាជួយខមមិនឲ្យអ្នកគ្រូមួយផង